ខ្ញុំឈ្មោះស៊ូវ៉ាន់ស៊ីងទម្ងន់130គីឡូហើយធ្វើជាអ្នកឡាយញ៉ាំរាល់ថ្ងៃអ្នកមើលតែងតែជឿថាថត់ម្លឹងហើយនៅចេះគេថាខ្ញុំរស់នៅក៏ខ្ជិះគេថាស្រីដូចខ្ញុំមិនស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់មិនស័ក្តិសមនឹងមានអ្នកមកចាប់ដៃហើយនិយាយថាតែថ្ងៃនេះសៀវនៃក្រុមហ៊ុនធំមួយដែលស្រីគ្រប់គ្នាដេញតាមប្រភេទដែលគេតម្រង់ជួគ្នាគាត់ទើបតែប្រាប់ខ្ញុំព្រឹកមិញថានឹងរៀបការខែក្រោយនេះបងប្អូនអើយក្លិនស៊ុបនេះឈ្ងុយចូលដល់ច្រមុះតែម្ដងមួយពាក្យគត់គឺស្រួយឆ្ងាញ់វ៉ាន់ស៊ីងជួយខ្ញុំផងផ្ទះខ្ញុំរៀបចំឲ្យទៅមើលប្រុសតកូគូខ្ញុំមិនទៅដាច់ខាតនាងសម្លាញ់ជួយខ្ញុំផងឯងទៅជំនួសខ្ញុំធ្វើម៉េចឲ្យគេរត់ចោលសម្រាប់ការខ្ញុំនឹងចិញ្ចឹមហត់ផុតឯងមួយខែពេញផ្ញើអាសៀឋានមកគូដណ្ដឹងរបស់នាងមានការបន្ទាត់ខ្ញុំជាបងជីដូនមួយរបស់គាត់ឈ្មោះដេវីតសុំទោសផងមិនអីទេចុះខ្ញុំកំងមហូបហើយណាលោកគូហើយអ្វីមិនញ៉ាំសាច់គោទុកយូរវាខូចរសជាតិហើយកុំប្រាប់ណាថាលោកខ្លាចខ្ញុំញ៉ាំច្រើនពេកឃើញអ្នកញ៉ាំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាម្ហូបនឹងឆ្ងាញ់តាំងពីតូចមកមានមនុស្សប៉ុន្មានអ្នកដែលមើលងាយខ្ញុំពេលខ្ញុំញ៉ាំគាត់ពិតជាប្រើក្រសែភ្នែកបែបនេះនិយាយពាក្យនេះមែនលើកក្រោយពេលអ្នកទៅសាកំហុកថ្មីហើយខ្ញុំទៅផងនេះមិនមែនតាមផែនការដែលក្រុងទុកទេមែនទេការមើលមុខគូដណ្ដឹងមិនបានជួបគ្នាចាត់ទុកថាការងារការញ៉ាំអាហារនេះមិនក៏មិនដូចក្នុងគម្រោងសោះលោកអនុប្រធានជាធម្មតាលោកញ៉ាំអីដែរញ៉ាំដើម្បីឲ្យរាងកាយដំណើរការបានប៉ុណ្ណោះលោកជាមនុស្សយន្តមែនទេមិនមែនទេបើអញ្ចឹងគឺលោកកំពុងតែខ្ជិះខ្ជាយរសជាតិអាហារហើយការញ៉ាំអាហារគឺជាអ្វីដែលគួរឲ្យរងចាំបំផុតក្នុងមួយលោកដឹងទេថ្ងៃដែលហត់នឿយខ្លាំងគ្រាន់តែបានញ៉ាំគុយទាវក្តៅមួយចានក៏អាចធ្វើឲ្យអារម្មណ៍ធូរស្រាលនោះគឺជាការលួងលោមខ្លួនឯងចុងក្រោយពេលដែលលោកញ៉ាំសាច់គោមួយដុំនោះពេលដែលខ្លាញ់រលាយក្នុងមាត់នោះមិនមែនគ្រាន់តែដើម្បីឲ្យរាងកាយដំណើរនោះគេហៅថាការរស់នៅអារម្មណ៍ដែលអ្នកនិយាយនោះខ្ញុំមិនសូវចាំទេចុះលោកនេះគួរឲ្យអាណិតណាស់លោកត្រូវការអ្នកជំនាញខាងញ៉ាំដូចខ្ញុំដើម្បីនាំលោកឲ្យស្គាល់ពិភពលោកនេះឡើងវិញតើដៃគូហូបបាយមានន័យថាមិត្តភក្តិដែលដើរហូបរបស់ឆ្ងាញ់ជាមួយគ្នាគ្មានគោលបំណងអ្វីផ្សេងគឺគ្រាន់តែផ្ដោតលើការហូបបាយឲ្យឆ្ងាញ់ប៉ុណ្ណោះស្ដាប់ទៅមិនអាក្រក់ទេអញ្ចឹងសូមវាយឆាត់មួយមកដល់មុខហាងចាំអ្នកហើយឡានចុះពេញមួយផ្លូវនេះខ្ញុំជាអ្នកនិយាយគាត់ជាអ្នកស្ដាប់រហូតតើនេះហៅថាបំពេញភារកិច្ចរួចរាល់មែនទេដាក់ឈ្មោះក្នុងទំនាក់ទំនងថាម្ចាស់ឧបត្ថម្ភចុះម្ចាស់ឧបត្ថម្ភថ្ងៃនេះអ្នកចំណាយលុយច្រើនណាស់ឈ្មោះនេះស័ក្តិសមនឹងអ្នកណាស់ចាំសិនអ្នកដាក់ឈ្មោះរួចហើយមែនទេនេះជាងារដែលអ្នកណែនាំខ្លួនឯងមែនទេអ្នកធ្វើការលឿនជាងខ្ញុំទៀតវាជាបញ្ហានៃប្រសិទ្ធភាពការងារចុះហេតុអ្វីមិនដាក់ថាអ្នកស៊ីជូរទៅវាមិនសូវត្រឹមត្រូវទេពេលអ្នកហូបបាយធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាអាហារនោះឆ្ងាញ់ណាស់នោះសេតម៉ាសេតិកថ្ងៃនេះគឺនាំចូលពីយូណានក្នុងបរទេសដោយលោកហាស៊ីដាចុះបើថ្ងៃក្រោយខ្ញុំអញ្ជើញអ្នកហូបបាយទៀតតើឈ្មោះម្ចាស់ឧបត្ថម្ភនេះនៅដែរទេប្រយោគនេះមានអ្វីចម្លែកមែនទេខ្ញុំគ្រាន់តែអូផ្សិតនោះមកពីយូណានមែនទេវាជាផ្សិតព្រៃឬផ្សិតដាំផ្សិតព្រៃមួយឆ្នាំប្រមូលផលបានតែខែកក្តាប់ប៉ុណ្ណោះថ្ងៃក្រោយចាំហូបទាត្រីស៊ូស្ដីស៊ូវ៉ាន់ស៊ីងភ្លេចទៅចុះសំនឹងឈ្មោះមែនបងស្រីភារកិច្ចសម្រេចហើយយប់នេះខ្ញុំហូបអាហារជប៉ុនអស់ជាច្រើនមុខលោកគូមិនបានប៉ះពាល់ម្ហូបទេហើយខ្ញុំក៏មិនបានធ្វើជាតាមចិត្តគាត់មិនដែលបង្ហាញកាយវិការស្អប់ខ្ពើមខ្ញុំសម្បីបន្តិចគាត់និយាយថាការឃើញខ្ញុំហូបធ្វើឲ្យអាហារមើលទៅឆ្ងាញ់ចុះគាត់មាននិយាយថាចង់ជួបអ្នកទៀតទេមានប៉ុន្តែប្រហែលជាគាត់និយាយលេងទេដឹងអ្នកដែលទើបតែស្គាល់គ្នាថ្មីបែបនេះមិនដែលចេះនិយាយពាក្យសម្ដីគួរសម្ដាក់គ្នាឡើយស៊ូវ៉ាន់ស៊ីងអ្នកបានបន្ថែមវិឆ័ត្ររបស់គូយ៉ាងសិនហើយបាត់ចុះមិនវិញគាត់ជាសៀវក្រុមហ៊ុនធំជាបរិះមាសដែលល្អបំផុតមិនតាមទៅទៀតរងចាំអីទៀតជាមនុស្សកម្រិតខ្ពស់ណាស់ចំណែកខ្ញុំជាអ្នកឡាយញ៉ាំអាហារដែលដណ្ដើមជើងមាន់ជាមួយគេរាល់គ្រាន់តែជាដៃគូញ៉ាំអាហារសិក្សាយកទេរវាងប្រុសស្រីមានដៃគូញ៉ាំអាហារសិក្សាថៃណាទៅម៉ោងប៉ុន្មានហើយស៊ូវ៉ាន់ស៊ីងម្សិលមិញអ្នកឆ្លើយតបខ្ញុំតែ2ម៉ាត់ប៉ុណ្ណោះធ្វើឲ្យខ្ញុំដេកមិនលក់ពេញអ្នកដឹងទេថាគូយ៉ាងសិនជាមនុស្សកម្រិតណាគ្រាន់តែទៅភ្លក់ម្ហូបសោះភ្លក់ម្ហូបនៅហាងស៊ុបអ្នកហៅវាថាគ្រាន់តែភ្លក់ម្ហូបនឹងមែនស៊ូវ៉ាន់ស៊ីងថ្ងៃនេះត្រូវសម្ដែងឲ្យល្អបើបណ្ដោយឲ្យឱកាសនេះរបូតទៅខ្ញុំមិនលើកលែងឲ្យទេក្លិននេះជាគ្រឿងស្រស់ព្រឹកមិញពិតមែនហាងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកូខែក្រោយនឹងបើកដំណើរចង់ឲ្យអ្នកជំនាញខាងញ៉ាំមកផ្ដល់យោបល់ដូច្នេះថ្ងៃនេះគឺជាការអញ្ជើញបែបអាជីពមែនទេមិនញ៉ាំទុកចាំពេលក្រោយរបស់ល្អពិតប្រាកដត្រូវទុកពោះឲ្យទំនេរមិនអាចញ៉ាំឲ្យតែនេះជាការគោរពចំពោះអាហារក៏ដូចជាគោរពខ្លួនឯងអាហារសំនឹងទទួលបានការយកចិត្តទុកដាក់បែបនេះពិតមែនហើយរាល់ពេលដែលញ៉ាំអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាជីវិតនេះពិតជាមានន័យបានក្លិនទេនេះហើយទើបជារសជាតិពិតផ្សិតសុងរងនេះធ្វើបានល្អណាស់មិនលាងសម្អាតខ្លាំងពេកទេក្លិននៅជាប់ល្អណាស់ចុងភើម្នាក់នេះចេះការងារចំណិតនេះហាក់មិនសូវចូលជាតិសោះគួរតែហាន់ស្ដាងជាងគាត់កំពុងពិនិត្យរសជាតិទឹកស៊ុបពិតមែនវាមាន3ដំណាក់កាលទឹកទី1គឺស្រាលទឹកទី2គឺខាប់ទឹកចុងក្រោយគឺផ្អែមចុះភ្លើងត្រូវតែថេរក្លិនក្រអូបបែបនេះមិនអាចប្រើភ្លើងខ្លាំងពេកទេកាលពីមុនអ្នកមិនសូវញ៉ាំអីមែនទេមានពេលមួយសម្រាប់ខ្ញុំអាហារមិនខុសគ្នាទេការញ៉ាំគ្រាន់តែជាកិច្ចការមួយដែលត្រូវបំពេញរឿងនឹងយូរហើយមែនទេមែនឥឡូវខុសគ្នាហើយ
លោកគោខ្ញុំអាច live នៅទីនេះបានទេសម្រាប់ហាងនេះនិងអាហារពេលនេះជួយផ្សព្វផ្សាយឲ្យហាងមុនថ្ងៃបើកដំណើរការប្រើបានតើសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះវ៉ាន់ឆេនមកសាកល្បងហាងថ្មីជូនហាងស៊ុបសិតព្រៃដែលមិនទាន់បើកដំណើរការជាផ្លូវការសិតម៉ាស៊ីថេកនេះសាច់ក្រាស់ណាស់វាស្រូបយករសជាតិស៊ុបមាន់បានយ៉ាងល្អញ៉ាំមួយម៉ាត់គឺឆ្ងាញ់ដល់បេះដូងតែម្ដងមុននេះនៅធ្វើមុខក្រញើពិនិត្យមើលផ្សិតចុះឥឡូវមិនក៏ផ្លេចម្លេះដៃអ្នកណាគេនឹងស្អាតម្លេះអ្នកណាអង្គុយក្បែរនឹងហើយគាត់មកបង្ហាញមុខបន្តិចមកព្រោះគាត់ស្អាតកុំតន់បែកអារម្មណ៍ថ្ងៃនេះយើងមកញ៉ាំផ្សិតទេមើលផ្សិតនេះចុះរលងទុនគួរឲ្យចង់ញ៉ាំណាស់មិនមើលផ្សិតទេយើងចង់មើលប្រុសស្អាតឆាប់បង្ហាញមុខប្រុសសង្ហានៅទល់មុខនឹងមកចប់ហើយធ្វើមិនទៅមិញនឹងគឺបុគ្គលិកទេគាត់មកជួយបន្ថែមទឹកស៊ុបឲ្យកុំគិតច្រើនពេកយើងបន្តទៀតឆ្ងាញ់ខ្លាំងណាស់អ្នកទាំងអស់គ្នាផ្សិតនេះទុនរលងមែនព្រះឲ្យមុខមាត់សង្ហាខ្លាំងម្លេះស្រឡាញ់គ្នាទៅស្រឡាញ់គ្នាទៅសួស្តីអ្នកទាំងអស់គ្នានេះគឺជាដៃគូញ៉ាំអាហាររបស់ខ្ញុំមើលកែវភ្នែកគាត់ទៅដូចជាមើលមនុស្សស្រីដែលគាត់ស្រឡាញ់អញ្ចឹងអូខេការថតថ្ងៃនេះចប់ត្រឹមនេះបាយបាយដៃគូញ៉ាំអាហារមែនហើយចុះមានបញ្ហាអីមែនទេអ្នកមិញនេះអ្នកចូលមកចិត្តខ្ញុំធ្វើអីមិនមែនអ្នកនិយាយថាព្រោះខ្ញុំស្អាតទេគាត់នៅចាំទៀតហើយថែមទាំងយកមកនិយាយទៀតខ្ញុំចង់តែលោតចូលក្នុងឆ្នាំងស៊ុបនេះទេគ្រាន់តែជាដៃគូញ៉ាំអាហារយើងគ្រាន់តែជាមិត្តដែលមកញ៉ាំបាយជាមួយគ្នាម្យ៉ាងទៀតអ្នកជាសៀវក្រុមហ៊ុនធំចំណែកខ្ញុំគ្រាន់តែជាអ្នកថតវីដេអូញ៉ាំអាហារយើងមិនមែនជាមនុស្សក្នុងពិភពតែមួយទេរឿងនេះច្បាស់ណាស់អ្នកណាត់ហានេះមិនមែនជារឿងធម្មតាទេអ្នកមើលខ្លួនឯងហើយមើលមកខ្ញុំមើលអ្នកខ្ញុំគិតថាអ្នកល្អណាស់អ្វីដែលហៅថាអ្នកល្អណាស់គាត់ដឹងខ្លួនទេថាគាត់កំពុងនិយាយអ្វីដងខ្ញុំឲ្យអ្នកនិយាយមែនទេអ្នកគិតថាមិនដែរលើកក្រោយខ្ញុំនឹងនាំអ្នកទៅញ៉ាំស៊ុបហឺគាត់និយាយថាលើកក្រោយគាត់យល់ព្រមដោយធម្មជាតិថាវានឹងមានលើកក្រោយទៀតចាស់គីយ៉ាងសិនអ្នកធ្វើមុខបែបនេះមានន័យថាម៉េចអ្នកចង់និយាយពីអ្វីឲ្យប្រាកដស៊ូវ៉ាន់ឆេងចិត្តត្រជាក់សិនណាតើអ្នកញ៉ាំអីមិនបានខ្លះទេដូចជាពូវៀនឬគូជ្រូកខ្ញុំញ៉ាំបានទាំងអស់ចឹងផ្ញើលើអ្នកហើយចាំណាជ្រលក់ចុះឡើងបើលើស1វិនាទីគឺឆ្អិនពេកហើយបើតិចជាង1វិនាទីគឺឆៅពេកសាក់មើលយ៉ាងម៉េចដែរល្អណាស់បែបនឹងឯងអ្នកមានទេពកោសល្យណាស់ពេលគាត់ញឹមមើលទៅបែបនេះសោះស៊ូវ៉ាន់ឆេងឲ្យខ្ញុំមិនចង់ត្រឹមតែជាអ្នករៀបចំអាហារឲ្យអ្នកទេខ្ញុំក៏សរសើរអ្នកហើយក៏ស្រឡាញ់អ្នកដែរតើអ្នកព្រមធ្វើជាសង្សារខ្ញុំទេចាស់មើលគ្រប់ហើយមើលភ្លើងតាមផ្លូវវិញភ្លើងនៅខាងឆ្វេងដៃអ្នកទេអ្នកមិនខ្លាចខ្ញុំញ៉ាំរហូតដល់អ្នកប្រទេសខ្ញុំសិក្សាពីចំណងអាហារអ្នកហើយខ្ញុំចិញ្ចឹមអ្នកបានចាំបន្តិចខ្លាចអ្នកឃ្លានពេលទៅដល់ផ្ទះអរគុណហើយត្រឡប់ទៅវិញចុះចាំសិនគេយ៉ាងសិននិយាយមែនទេគេយ៉ាងសិននៃក្រុមហ៊ុនកងជាមែនទេនិយាយតិចមកឈឺត្រជាអស់ហើយអ្នកត្រូវតែថតវីដេអូឲ្យបានផ្លូវការត្រូវរកកន្លែងដែលមានអត្ថន័យហើយត្រូវតែមានម្ហូបឆ្ងាញ់ដូចជា hot pot បែបឆុងមានអត្ថន័យហើយមានរបស់ញ៉ាំទៀតឥតខ្ចោះឆ្លើយតបលឿនណាស់មនុស្សម្នាក់នេះធម្មតាអ្នកប្រជុំក្រុមប្រឹក្សាភិបាលមិនមែនខ្លាំងណាស់ទេចុះពេលកាន់ទូរស័ព្ទថតវិញក្រុមប្រឹក្សាភិបាលមិនត្រូវការឲ្យចឹងឥឡូវអ្នកមិនបាច់ញឹមទេធ្វើខ្លួនធម្មតាទៅសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងណែនាំសង្សាររបស់ខ្ញុំឲ្យស្គាល់ហេតុអ្វីបានជាគេនិយាយបែបនេះខ្ញុំបែរជាភ័យទៅវិញកន្លែងនេះអាចកាត់ខ្លីបន្តិចក្រៅមកណែនាំអ្នកជំនាញអរគុណច្រើនណាស់អ្នកមិនខ្លាចគេដឹងរឿងនេះទេហេកម្រិតដូចអ្នកមិនមែនត្រូវលាក់បាំងរឿងស្នេហាទេហេខ្ញុំគ្មានអ្វីត្រូវលាក់បាំងទេវ៉ាន់សេងនិងគេយ៉ាងសិននឹងនៅជាមួយគ្នាជារៀងរហូតគូនេះស័ក្តិសមគ្នាណាស់ខ្ញុំគាំទ្រពេញទំហឹងប្រុសម្នាក់នេះលក្ខខណ្ឌល្អម្លេះហេតុអ្វីបានជាស្រឡាញ់មនុស្សថតម្នាក់នេះប្រកាសជាការសម្ដែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ហើយនាងមិនមែនជាមនុស្សថតទេនាងគឺស៊ូវ៉ាន់សេងជាសង្សាររបស់ខ្ញុំស្រឡាញ់គាត់មិនពាក់ព័ន្ធនឹងទម្ងន់គាត់ទេសម្ដីរបស់អ្នកបង្ហាញថាអ្នកគិតខ្លីណាស់មើលសម្ដីនិងរបៀបសរសេរនេះចុះតាមពិតអ្នកមិនចាំបាច់តបមិននោះទេខ្ញុំធ្លាប់ជួបពាក្យសម្ដីអាក្រក់ច្រើនហើយខ្ញុំសាំនឹងវាទៅហើយអ្នកសាំនឹងវាមិនមែនមានន័យថាវាត្រឹមត្រូវទេខ្ញុំមិនចង់ឲ្យអ្នកសាំនឹងរឿងមិនត្រឹមត្រូវទាំងនោះទេខ្ញុំមិនខ្វល់ថាអ្នកអតីតគិតយ៉ាងណាចំពោះខ្ញុំតែខ្ញុំខ្វល់ខ្លាំងណាស់ថាអ្នកអតីតគិតយ៉ាងណាមាននរណាម្នាក់មានសិទ្ធិនិយាយបែបនេះដាក់អ្នកទេទោះជាអ្នកខ្វល់ឬមិនខ្វល់ក៏ដោយអរគុណណាថ្ងៃនេះចង់ញ៉ាំអីដែរ
អ្នកធ្វើឆ្ងាញ់ជាងនឹងទៅទៀតប្រកាសហើយហាងនេះប្រាប់ភ្លើងមិនសូវល្អហើយខ្វះគ្រឿងផ្សំមួយមុខអ្នកដឹងទេថាគន្លឹះសំខាន់នៃសាច់ជ្រូកគឺអ្វីគឺការរំលីងស្ករបើមិនចេះរំលីងទេពោះវានឹងខ្មៅហើយមិនក្រអូបទេហើយត្រូវចេះមើលពេលរងាស់ទឹកក្រោយខាប់ផងអ្នកកំពុងស្ដាប់ខ្ញុំទេបន្តទៀតមកខ្ញុំកំពុងស្ដាប់អ្នកដាក់ឈ្មោះខ្ញុំក្នុងទូរស័ព្ទថាអ្វីឈ្មោះនេះត្រូវតែដាក់ឲ្យចំអ្នកដឹងទេថាហេតុអ្វីត្រប់ហាងនេះឆ្ងាញ់គឺត្រូវបំពងឲ្យឆ្អិនល្អបើប្រេងមិនក្តៅខ្លាំងវាមិនទន់ឆ្ងាញ់ទេហាងខាងក្រៅត្រប់វាជោគដោយប្រេងញ៉ាំទៅគុំតែមើលអីឆ្ងាញ់តើអ្នកបញ្ចុកឆ្ងាញ់ជាងប្រុសម្នាក់នេះនិយាយពាក្យបែបនេះដោយទឹកមុខធម្មតាបានម៉េចបេះដូងខ្ញុំលោតញាប់អស់ហើយចូលមកដល់ភ្លាមឃើញធ្វើមុខបែបនេះមានរឿងល្អអ្វីកើតឡើងមែនទេញឹមបិទមាត់មិនចិត្តហើយប្រាប់មកគាត់និយាយថាខ្ញុំបញ្ចុកឆ្ងាញ់ជាងអូយផ្អែមល្ហែងម្លេះនិយាយតិចទៅក្រែងលោអ្នកចិត្តខាងយល់ហើយត្រេកអរណាស់អ្នកកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយមិនមែនទេចុះជំហានបន្ទាប់របស់អ្នកទាំងមិនដឹងដែរទៅតាមដំណើរទៅចុះស្អែកមានហាងអាហារថ្មីបើកទៅសាឡបងទេបានតើទៅដើម្បីវិតម្លៃរសជាតិខ្ញុំដឹងហើយខ្ញុំនៅទីនេះទេកុំមកផ្អែមល្ហែមដាក់គ្នាចំពោះមុខខ្ញុំអីត្រីក្បាលនេះត្រូវរងាស់ភ្លើងតិច40នាទីទឹកស៊ុបត្រូវប្រើឆ្អឹងជ្រូកទៅហាងខាងក្រៅធ្វើមិនបានរសជាតិអ្នកយល់ដឹងពីមុខម្ហូបនេះជាម្ចាស់ហាងទៅទៀតពិតប្រាកដហើយវាយឆ្ងាញ់មែនរបៀបដែលគាត់រិះគន់ម្ហូបដូចជាធ្លាប់ធ្វើម្ហូបញឹកញាប់អញ្ចឹងស្រាប់តែមានអារម្មណ៍ថាស្ងប់ចិត្តខ្លាំងណាស់ប៉ាម៉ាក់ខ្ញុំបានឃើញវីដេអូអូនហើយគាត់ពេញចិត្តខ្លាំងណាស់គាត់ចង់ជួបអូនចង់ឲ្យអូនទៅផ្ទះចុះបើខ្ញុំថតបែបនេះតើគាត់អាចទទួលយកបានទេឬមួយខ្ញុំគួរតែសម្រក់ទម្ងន់សិនអ្វីដែលគាត់ស្រឡាញ់គឺអូនដូចក្នុងវីដេអូនោះឯងខ្ញុំមិនដែលគិតចង់ឲ្យអូនផ្លាស់ប្ដូរអ្វីទាំងអស់ចុះគាត់និយាយថាមិនខ្លះម៉ាក់ខ្ញុំគាត់ថាស្រីម្នាក់នេះពេលញ៉ាំអីមើលទៅស្រឡាញ់ជីវិតពិតប៉ាខ្ញុំគាត់ថាមើលទៅជាមនុស្សស្មោះត្រង់ចុះខ្ញុំត្រូវទិញអីទៅជូនគាត់គាត់នឹងសាកល្បងឲ្យម៉ាក់បងចូលចិត្តញ៉ាំផ្អែមឬប្រៃការដែលនាំអូនទៅផ្ទះគឺជាកាដូដ៏ល្អបំផុតសម្រាប់គាត់ហើយបើអញ្ចឹងខ្ញុំលែងបារម្ភហើយបងប្រកាសទេថាប៉ាម៉ាក់បងមិនស្អប់ខ្ញុំសូម្បីតែខ្ញុំក៏មិនស្អប់អូនដែរតើគាត់មានសិទ្ធិអីទៅស្អប់អូនហាហាថ្ងៃនេះខ្ញុំបានមើល live ឃើញហាងនោះមានឆ្អឹងជំនីជ្រូកជូរអូននិយាយត្រូវចំមុខម្ហូបថ្ងៃក្រោយយើងទៅញ៉ាំអីបានឥឡូវខ្ញុំដូចជាមនុស្សគ្មានវត្តមានអញ្ចឹងវ៉ាន់ស៊ីងមិត្តភក្តិដូចបងនេះពិបាករកណាស់គ្រប់ភោជនីយដ្ឋានក្នុងក្រុមហ៊ុនខ្ញុំញ៉ាំដោយឥតគិតថ្លៃពេញមួយជីវិតខ្ញុំប្រកាសថាអ្នកទាំងពីរជាគូស្នេហ៍ដែលខ្ញុំស្រឡាញ់ជាងគេហាថ្ងៃដែលខ្ញុំទៅជួបប៉ាម៉ាក់បងខ្ញុំមិនចាំបាច់ផ្លាស់ប្ដូរអ្វីមែនទេខ្ញុំនាំអូនទៅផ្ទះព្រោះអូនគឺជាអូនមិនមែនឲ្យអូនខ្លាចជាអ្នកដទៃទេពាក្យសម្ដីនេះអ្នកណាជាអ្នកសរសេរនិយាយបានល្អណាស់មនុស្សដូចវ៉ាន់ស៊ីងត្រូវចេះថែរក្សាឲ្យល្អហាហាជូតមាត់ទៅជូតមាត់សិនហាហាបានហើយបន្តទៀតទៅចុះពាក្យសម្ដីរិះគន់ហេតុអ្វីបានជាបងមិនខ្វល់សោះមិនមែនមិនខ្វល់ទេគឺព្រោះតែមនុស្សដែលខ្ញុំខ្វល់គាត់ក៏ខ្វល់ពីខ្ញុំដែរដូច្នេះខ្ញុំមិនចាំបាច់ខ្វល់ពីមនុស្សដែលមិនសំខាន់ទាំងនោះទេបងម៉ានីបងត្រូវរៀនស្រឡាញ់ខ្លួនឯងសិនកុំដើម្បីតែផ្គប់ចិត្តអ្នកដទៃរហូតធ្វើឲ្យខ្លួនឯងលំបាកវាអត់តម្លៃទេបានខ្ញុំចាំហើយនិយាយទៅក៏ត្រូវអរគុណប្អូនជីដូនមួយដែលជាអ្នកផ្សំគុំមិនមែនព្រោះតែគាត់រត់ចោលការទេក៏គ្មានថ្ងៃនេះដែរគាត់ក៏ជាមនុស្សល្អដែរមែនទេយប់នេះខ្ញុំចង់ប្រកាសនៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំមានកាដូមួយជូនអូនមិនមែនគ្រឿងអលង្ការទេក៏មិនមែនអចលនទ្រព្យវាជាភាគហ៊ុន10នៃហាងស៊ុបរបស់បងចាប់ពីពេលនេះទៅវាជាកម្មសិទ្ធិរបស់អូនហើយអូបងនិយាយមែនទេអូនចូលចិត្តញ៉ាំអូនក៏មានសិទ្ធិសម្រេចចិត្តដែរថាតើគេគួរញ៉ាំអ្វីបើហេតុអ្វីបានជាបងរ៉ូមែនទិកម្លេះបងដឹងទេថាអូនងាយនឹងរំជួលចិត្តបងចង់តែតាមចិត្តអូនគ្រប់យ៉ាងលោកស្រីគូអរគុណបងសុភមង្គលថ្ងៃរៀបការណានិយាយមែនណាបើមិនមែនព្រោះអូនជីដូនមួយបងរត់ចោលទេក៏មិនមានថ្ងៃនេះដែរគេពិតជាអ្នកផ្សំគុំយើងមែនគេជានរណាឲ្យពិតប្រាកដហេតុអ្វីបានជាគេបង្ខំឲ្យបងទៅជំនួសគេខ្លាចគេដឹងរឿងច្រើនពេកទើបគេឲ្យបងទៅរឿងវាមិនមែនតែប៉ុណ្្នឹងទេមែនទេចាំមានឱកាសបងនឹងប្រាប់អូននេះបងកំពុងដុតធ្យូងមែនទេសាច់គោថ្នាក់ខ្ពស់បងទើបតែបញ្ជីទិញមកព្រឹកមិញនេះបងដុតសាច់គោថ្លៃខ្លាយជាធ្យូងអស់ហើយបងបើកភ្លើងខ្លាំងម្ល៉េះភ្លើងខ្លាំងឆ្អិនលឿនត្រូវតែរហ័សបងឲ្យការធ្វើម្ហូបមិនមែនដូចរកស៊ីរាប់រយលានទេខាងក្រៅខ្លោចខាងក្នុងនៅត្រជាក់នៅឡើយបងធ្លាប់ស្ងោរមីញ៉ាំទេអូយសាច់គោថ្លៃរបស់ខ្ញុំ
បងដឹងកំហុសហើយលើកក្រោយបងនឹងបើកភ្លើងតិចមិនបាច់ទេសាច់គោទាំងនោះគ្មានកំហុសទេឈប់ធ្វើទៅចាំអូនជួយវិញរឿងលៀងបន្លែអូនធ្វើបានឈរត្រឹមនឹងបានហើយឈរឲ្យស្ងៀមទៅសាក់មើលទូមិនថ្លៃដូចសាច់គោបងតែឆ្ងាញ់ណាស់សុំទោសផងបងចង់ធ្វើម្ហូបឲ្យអូនតែបែរជាធ្វើខូចអស់មនុស្សម្នាក់មានជំនាញរៀងបងធ្វើម្ហូបអូនលាងចានយល់ព្រមតាមនឹងចុះនេះហើយជាជីវិតគូដែលអូនចង់បានពិតជាជំនាញរៀងខ្លួនមែនខ្ញុំទទួលខុសត្រូវរឿងធ្វើបងទទួលខុសត្រូវលាងចានចែកការងារគ្នាបែបនេះល្អទេព្រឹកដំបូងក្រោយរៀបការសាច់គោអូស្ត្រាលីថ្លៃជាដុំជូមគុយទាវស៊ុបពេញប៉ោះពីចានកំណត់ការងាររួចរាល់នេះប្រហែលជាភាពកក់ក្ដៅក្នុងគ្រួសារហើយ3នាទីហើយណាគាត់ឈរមុខម៉ាស៊ីនលាងចាន3នាទីហើយគាត់កំពុងធ្វើអីណាពេលចុះកិច្ចសន្យាធំក៏មិនឃើញគាត់យកចិត្តទុកដាក់ខ្លាំងម្ល៉េះចុចខុសហើយបងចុចកំណត់ម៉ោងឲ្យវាធ្វើការម៉ោង6ព្រឹកស្អែកតើបងគ្រាន់តែចង់ឲ្យអូនភ្ញាក់ផ្អើលរបៀបប្រើធម្មតានេះចាំហើយអូនដឹងថាបងធ្វើដោយចិត្តណាបងគ្រាន់តែចង់ដឹងថាអូននឹងមកជួយបងអត់ចុះបើអូនមិនមកវិញអូននឹងមកបាទតាមតែអូនថាចុះនាយកប្រតិបត្តិក្រុមហ៊ុនធំមួយតែប្រើម៉ាស៊ីនលាងចានមិនកើតនិយាយទៅអ្នកណាជឿលោកនាយកសាច់គោដែលបងអាំងខ្លោចនឹងខ្ញុំដាក់ចូលក្នុងម៉ាស៊ីនហើយជួយដាក់ម៉ាសមុខខ្ញុំផងបានចាស់នឹងដាក់ឲ្យស្អាតបែបនេះបានទេមុខដាក់មកហើយតែត្រចៀកមិនទាន់ដាក់ទេលោកនាយកថ្ងៃនេះទើបដឹងថាកម្រិតខ្ពស់បំផុតរបស់អ្នកញ៉ាំអាហារមិនមែនអាស្រ័យលើខ្លួនឯងញ៉ាំឆ្ងាញ់ប៉ុណ្ណានោះទេគឺធ្វើឲ្យអ្នកដទៃញ៉ាំអាហារមានអារម្មណ៍ថាឆ្ងាញ់ដូចគ្នាដំណឹងពីតាំងខ្វាវ៉ាន់ស៊ីងមើលព័ត៌មានល្បីភ្លាមទៅគេថាអញញ៉ាំខ្លាញ់វះកាត់ក្បាលពោះកែសម្ផស្សគេថាអញវះកាត់ខ្លាញ់ហើយនៅតែរក្សាទម្ងន់បានទៀតបើអីចឹងមែនគ្រូពេទ្យប្រហែលត្រូវគេដកអាជ្ញាប័ណ្ណហើយតាំងខ្វាខ្ញុំឃើញហើយអ្នកណាធ្វើបែបនេះគួរឲ្យស្អប់ណាស់មិនដឹងដែរតែវាជាល្បិចចាស់ទេអញមិនអីទេមែនទេមិនអីទេកុំភ័យអីខ្ញុំដឹងពីរបៀបដោះស្រាយលើកមុនជារឿងអាក្រក់លើកនេះជាព័ត៌មានមិនល្អគឺគេចង់លេងខ្ញុំហើយបានមកដល់ហើយខ្ញុំត្រូវតែដឹងថាជានរណាមានរឿងអីបើខ្លួនឯងទៅមិនអីទេរឿងបែបនេះខ្ញុំជួបច្រើនហើយខ្ញុំនឹងដោះស្រាយវាចាំបន្តិចខ្ញុំទៅយកលុយសិនអរគុណដែលបានជួយដោះស្រាយរឿងអាក្រក់លើកមុនតែលើកនេះគេតម្រង់មកលើខ្ញុំមិនមែនមកលើពួកយើងទេលើកនេះទុកឲ្យខ្ញុំដោះស្រាយខ្ញុំមិនចង់ពឹងបងរហូតទេអូនចង់ធ្វើបែបណាមិនទាន់ដឹងច្បាស់ទេតែខ្ញុំក៏ជំនាញខាងមៀតការរឿងវាប្រហារតាមបណ្ដាញសង្គមខ្ញុំក៏ចេះត្រូវការជំនួយប្រាប់បងភ្លាមណាចុះក្រុមមេធាវីបងទុកឲ្យអូនប្រាសិនទៅការលុបព័ត៌មានចោលគឺបង្ហាញថាអូនខ្លាចយល់ទេទោះបិទបាំងស្អាតប៉ុណ្ណាក៏គេរកឃើញដែរដល់ពេលនោះគេមិនមែនជែកពីរឿងពាក្យចាំអារ៉ាមទេតែគេនឹងជែកថាតើគ្រួសារអូនមានលាក់បាំងអ្វីកាន់នេះខ្ញុំមានអ្នកតាមដានដល់ទៅ3លាននាក់ចំពោះពាក្យចាំអារ៉ាមធំដុំបែបនេះព្រោះតែមានមនុស្ស3លាននាក់កំពុងមើលទើបខ្ញុំមិនអាចប្រើអំណាចទៅសង្កត់គេបានខ្ញុំពឹងលើការពិតនេះជាដើមទុនតែមួយគត់របស់ខ្ញុំត្រូវប្រើការពិតដើម្បីបកស្រាយចុះផែនការរបស់អូនយ៉ាងម៉េចដែរទី1ខ្ញុំនឹងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យធំយកលទ្ធផលដែលមានឯកសារត្រឹមត្រូវទី2ខ្ញុំនឹងឡាយញ៉ាំអាហារផ្ទាល់ដោយមិនកាត់មិនផាកឲ្យអ្នកទាំងអស់គ្នាឃើញផ្ទាល់ភ្នែកថាខ្ញុំញ៉ាំអស់ឲ្យគេឃើញថាខ្ញុំញ៉ាំឆ្អែតដល់កម្រិតណាអូនប្រកាសទេវាប្រហែលខ្ញុំចង់ឲ្យវាបែបអ្វីដែលមើលទៅមិនសមភ្នែកទើបជាការពិតរឿងពិនិត្យសុខភាពបងរៀបចំបងស្គាល់នាយកមន្ទីរពេទ្យនៅទីនោះបងធ្វើខ្លួនហាក់ដូចជាធំជាងនាយកមន្ទីរពេទ្យទៅទៀតបងនឹងទៅជាមួយអូនដោយសម្ងាត់នេះជាឱកាសល្អសម្រាប់បង្ហាញការពិតសុខភាពធម្មតា 32M គាត់មិនមែនជួយរកភស្តុតាងឲ្យខ្ញុំទេគាត់កំពុងបារម្ភពីសុខភាពខ្ញុំចុះរឿងខាងផ្នែកច្បាប់វិញបងឲ្យគេត្រៀមប្រមូលភស្តុតាងទុកសិនមិនទាន់ប្រើទេតែត្រៀមខ្លួនជានិច្ចទុកជាអាវុធសម្ងាត់ខ្ញុំដឹងថាអ្នកទាំងអស់គ្នាមកទីនេះដើម្បីអ្វីអញ្ចឹងយើងមកនិយាយឲ្យច្បាស់ទៅសុខភាពខ្ញុំធម្មតាថ្លើមខ្ញុំក៏ធម្មតាទាំងអស់លទ្ធផលពិនិត្យអង់ស៊ីមលំពេងធម្មតាទេគេថាខ្ញុំញ៉ាំខ្លាញ់មែនទេបើចង់ដឹងចាំមើលឲ្យពេញភ្នែកទៅគាត់ញ៉ាំមែនទេតើមើលទៅទំនងខ្លាំងណាស់ឃ្លានតាមបាត់សុំទោសផងណាឃើញហើយស្រស់ស្រាយអារម្មណ៍ខ្ញុំក៏ចង់ញ៉ាំបែបនេះដែរអ្នកមើលឡើងដល់1លានអ្នកហើយតើអ្នកណាជាអ្នកផ្ញើកាដូធំម្លេះពេញអេក្រង់គេសួររោគទាំងអស់ក្រុមច្បាប់របស់ក្រុមហ៊ុនបានផ្ញើលិខិតព្រមានទៅគ្រប់គ្នាហើយលិខិតមេធាវីនឹងទៅដល់រសៀលនេះបរិមាណអាហាររបស់ភរិយាខ្ញុំជាអ្នករៀបចំផ្ទាល់
លោកប្រធានការពារប្រពន្ធហើយអរគុណបងដែលជួយធ្វើជាសាក្សីឲ្យអូនអ្នកមើលឈួតអស់ហើយខ្ញុំក៏ចិត្តឈួតដែរតែលើកនេះជារឿងល្អក្នុងខមមិនគេសរសើរថាបងជាអ្នកការពារប្រពន្ធលេខ1គេនៅតែគ្រប់គ្រងស៊ូវ៉ាន់ស៊ីអ្វីពួកគេមិនព្រមដេកទៀតខ្ញុំប្រាប់ថាផ្នែកច្បាប់ត្រៀមខ្លួនជានិច្ចខ្ញុំស្មានថាបងគ្រាន់តែជួយពីក្រោយមិននឹកស្មានថាបងចេញមុខផ្ទាល់បែបនេះញ៉ាំទឹកទៅឲ្យស្រួលបំពង់ក៏សារដែលបងផ្ញើក្នុង live ថ្ងៃធ្វើឲ្យក្រៅពេញបណ្ដាញសង្គមបងលិខិតមេធាវីបានផ្ញើទៅដល់រុស្ស៊ីបងហៅអូនថាភរិយានៅមុខអ្នកមើលរាប់លានអ្នកចុះវាមិនមែនការពិតបងធ្វើឲ្យអូនខ្មាស់គេខ្លាំងណាស់វាក៏ជារឿងធម្មតាដែរបងដឹងទេថាអ្នកតាមដានអូនកើនឡើងប៉ុន្មានគេថាអូនជាអ្នកលេងបណ្ដាញសង្គមដែលខ្លាំងបំផុតភរិយារបស់ខ្ញុំខ្លាំងមែនចុងខែនេះមានពិធីខួប30ឆ្នាំរបស់ក្រុមហ៊ុនទៅចូលរួមជាមួយបងណាពិធីធំដុំដែលមានតែអ្នកជំនួញធំបែបនោះអូនជាភរិយារបស់បងការឈរនៅទីនោះគឺជាសិទ្ធិរបស់អូនពេលបងនិយាយពាក្យនេះវាស្ងប់ស្ងាត់ដូចពេលបងនិយាយថាវាជារឿងធម្មតាហាក់ដូចជាអូនស័ក្តិសមនឹងឈរនៅទីនោះមែននោះហើយគឺភរិយារបស់លោកប្រធានអ្នកលេងបណ្ដាញសង្គមល្បីឈ្មោះភ្នែករបស់លោកប្រធានពិតជាពិសេសមែនគាត់ដឹងខ្លួនហើយមិនអីទេខ្ញុំជាភរិយារបស់លោកប្រធានត្រៀមខ្លួនរួចរាល់សម្រាប់ពិធីជប់លៀងនេះហត់ជាងថតវីដេអូញ៉ាំអាហារទៅទៀតភរិយាលោកក៏ធ្វើជាអ្នកលក់អាហារតាមអនឡាញក៏ប្លែកម្យ៉ាងដែរឥទ្ធិពលរបស់ភរិយាខ្ញុំក្នុងវិស័យម្ហូបអាហារគឺខ្លាំងជាងថ្នាក់លើនឹងការផ្សព្វផ្សាយម៉ាកយីហោរបស់ក្រុមហ៊ុនទៅទៀតបើលោកស្រីមានពេលអាចចូលមើលបានណាគោយ៉ាន់សិនល្មមបានហើយលោកនិយាយបែបនេះឈឺចាប់ជាងការជេរទៅទៀតទៅទីណាបានទាំងអស់មិនបាច់ចាំខ្ញុំទេលោកទៅចុះខ្ញុំរកអីញ៉ាំខ្លួនឯងបានចូលរងចាំកន្លះម៉ោងគឺដើម្បីតែរបស់នេះឯងកញ្ញាលីនដើម្បីឈ្មោះយូរហើយទាំងទឹកដុំសម្លេងនិងស្នាមញញឹមនេះពាក្យថាដើម្បីឈ្មោះយូរហើយខាងក្រោយប្រកាសជាគ្មានរឿងល្អទេខ្ញុំបាននៅដំណឹងលោកក៏បានរៀបការជាមួយភរិយាដែលមានបុគ្គលិកលក្ខណៈពិសេសម្នាក់ថ្ងៃនេះបានជួបផ្ទាល់ពិតជាពិសេសមែនការរចនាម៉ូដនេះត្រូវតែមានរាងស្អាតទើបស្លៀកទៅសមខ្ញុំស្គាល់ជាងកាត់ដេរម្នាក់លើកមុនគាត់កាត់ឲ្យខ្ញុំគឺសម្អិតខ្ចោះតែម្ដងយ៉ាងណាក៏ដោយក្នុងកម្មវិធីបែបនេះភាពសំសួននៃរ៉ូបគឺបង្ហាញពីការគោរពដល់ម្ចាស់ផ្ទះនំខេកនេះឆ្ងាញ់ណាស់មនុស្សម្នាក់នេះនិយាយច្រើនមែនពិតណាស់យ៉ានសិននៅក្បែរខ្លួនដែលខ្វះស្រីស្អាតដែលចេះថែរក្សារាងឡើយម្នាក់សុទ្ធតែរៀបចំខ្លួនយ៉ាងផ្ចិតផ្ចង់មកដល់ហើយចង់ឃើញមុខពិតហើយគាត់គ្រាន់តែចង់ឃើញខ្ញុំភ័យស្លន់ស្លោកញ្ញាតើកញ្ញាដឹងទេថាហេតុអ្វីបានជានំខេកនេះឆ្ងាញ់មានន័យថាម៉េចកញ្ញាតើលើកចុងក្រោយដែលកញ្ញាញ៉ាំអាហារដោយសារតែឃ្លានពិតប្រាកដហើយញ៉ាំដោយក្តីរីករាយនោះគឺនៅពេលណាមិនមែនអាហារដែលថតរូបដាក់កាមេរ៉ាមិនមែនអាហារដែលត្រូវគណនាកាឡូរីទៅហ៊ានញ៉ាំគឺគ្រាន់តែចង់ញ៉ាំធម្មតាខ្ញុំមិនយល់ថាអ្នកចង់និយាយពីអ្វីទេមិញកញ្ញានិយាយថារ៉ូបត្រូវតែសំសួនត្រូវតែថែរក្សារាងទាំងអស់នេះគឺដើម្បីខ្លួនឯងឬដើម្បីឲ្យអ្នកដទៃមើលស្រីពិតជាត្រូវតែយកចិត្តទុកដាក់លើរូបរាងពិតមែនប៉ុន្តែអ្វីដែលកញ្ញាខ្វល់មិនមែនជារូបរាងទេគឺក្រសែភ្នែករបស់អ្នកដទៃដែលកញ្ញាស្លៀកបែបនេះមិនមែនព្រោះកញ្ញាចូលចិត្តទេព្រោះអ្នកខ្លាចគេនិយាយពីអ្នកការរស់នៅតាមស្តង់ដារអ្នកដទៃពេញមួយជីវិតមិនខុសអីពីការដាក់ខ្លួនជាប់ខ្លួននោះទេអ្នកគ្រាន់តែជាអ្នកឡាយញ៉ាំអាហារតាមមានសិទ្ធិអ្វីមកនិយាយខ្ញុំជាអ្នកឡាយញ៉ាំអាហារខ្ញុំញ៉ាំដោយស្មោះត្រង់ដើម្បីឲ្យមនុស្សរាប់លានអ្នកបានរីករាយជាមួយរសជាតិអាហារចុះអ្នកវិញមានអ្វីឲ្យគេចងចាំនិយាយតាមត្រង់ខ្ញុំយល់ពីអ្នកក្នុងរង្វង់នេះអ្នកដែលរស់នៅដោយការលំបាកមានច្រើនណាស់ក្រែមនេះស្រស់ណាស់អ្នកចង់សាកទេគាត់មកចូលទីនេះតាំងពីពេលណាតើគាត់ទៅអស់ហើយមែនទេហួស៊ីងអ្វីដែលអ្នកនិយាយមិញខ្ញុំមើលទាំងអស់ភរិយាខ្ញុំស្លៀកឈុតនេះស្អាតណាស់ខ្ញុំមិនដឹងថាអ្នកយកភាពជឿជាក់មកពីណាទេប៉ុន្តែសម្រាប់អ្នកទាំងអស់គ្នានៅទីនេះក្នុងភ្នែកខ្ញុំមានតែនាងម្នាក់គត់បើអ្នកនិយាយចប់ហើយពិធីជប់លៀងយប់នេះបញ្ចប់ត្រឹមនេះចុះខ្ញុំឃ្លានណាស់ខ្ញុំទៅញ៉ាំអាហារជាមួយគាត់សិនពាក្យសម្ដីរបស់គាត់មិនមានពីអសរោះសំបីមួយម៉ាត់តែវាមានអត្ថន័យជ្រាលជ្រៅមនុស្សម្នាក់នេះនៅឃ្លានទេនៅពាក្យដែលអ្នកនិយាយមិញពិតជាល្អណាស់វាជាការពិតអ្នកពិតជាស្អាតមែនភាពកក់ក្ដៅដែលហូរពីបំពង់កដោក្នុងចិត្តការសរសើររបស់គាត់មិនដែលដដែលឡើយក្នុងខួរក្បាលខ្ញុំលែងមានពាក្យសម្ដីអាក្រក់របស់វ៉ាងម៉ាំងយ៉ាវលែងខ្វល់ពីក្រសែភ្នែកអ្នកដទៃមានតែភាពកក់ក្ដៅនៃបបគ្រឿងសមុទ្រមួយចាននោះនិងពាក្យដែលថាភរិយាខ្ញុំស្អាតណាស់ភាពជឿជាក់បែបនោះមិនដូចការឆ្លោះប្រកែកក៏មិនដូចការសម្ដែងគាត់គ្រាន់តែនិយាយរឿងដែលគាត់គិតថាវាជារឿងធម្មតាអ្នកធ្លាប់គិតទេប្រសិនបើមានកន្លែងមួយមិនថាមានរូបរាងបែបណាមិនថាមានឋានៈអ្វីពេលចូលទៅដល់គ្រាន់តែអង្គុយញ៉ាំអាហារដោយស្ងប់ចិត្តវាតាក់ទងនឹងភោជនីយដ្ឋានមួយតាក់ទងនឹងរាត្រីនេះតាក់ទងនឹងមនុស្សធ្លាប់ត្រូវគេមើលងាយប្រហែលជាដល់ពេលហើយបបគ្រឿងសមុទ្រមួយចាននេះបើខាប់ជាងនេះបន្តិចទៀតគឺល្អឥតខ្ចោះហើយលោកកំពុងលួងខ្ញុំព្រោះខ្លាចខ្ញុំអន់ចិត្តរឿងយប់មិញមែនទេខ្ញុំអន់ចិត្តអីទៅខ្ញុំតបវិញបានយ៉ាងពេញចិត្តណាស់យប់នេះខ្ញុំស្រាប់តែគិតឃើញរឿងមួយមនុស្សដូចនាងវ៉ងម៉េងយ៉ូមិនមែនមានតែម្នាក់ទេ
លើលោកនេះមានក្មេងស្រីប៉ុន្មានអ្នកដែលចូលចិត្តញ៉ាំតែមិនហ៊ានកុំងអាហារញ៉ាំឲ្យឆ្អែតនៅតាមភោជនីយដ្ឋានព្រោះខ្លាចគេមើលងាយខ្លាចគេនិយាយដើមខ្ញុំចង់បើកភោជនីយដ្ឋានមួយលោកនិយាយមែនទេពិតមែនហើយមិនគិតរឿងកាឡូរីមិនខ្វល់រឿងអាហារសុខភាពនៅមុខខាងនឹងដាក់ស្លាកថាអ្នកណាចូលមកហាមឃាត់រឿងសម្រាប់ទំគឺមិនអនុញ្ញាតឲ្យចូលក្នុងបញ្ជីមុខម្ហូបមានតែអាហារក្តៅតែញ៉ាំហើយមានអារម្មណ៍ថាមានអ្នកដែលដើរចូលមកគ្រប់គ្នាមិនថាធាត់ឬស្គមខ្ពស់សុទ្ធតែអាចញ៉ាំអាហារបានយ៉ាងរីករាយខ្ញុំចង់ឲ្យភោជនីយដ្ឋាននេះក្លាយជាកន្លែងកក់ក្តៅសម្រាប់អ្នកស្រឡាញ់ម្ហូបអាហារគិតឈ្មោះចេញយូរនៅបើគិតរួចរាល់ហើយទើបហៅថាពេញលេញជាក់ស្ដែងពេញលេញគឺត្រូវតែញ៉ាំឲ្យឆ្អែតញ៉ាំឆ្អែតទើបហៅថាពេញលេញសម្រេចបានលទ្ធផលជាក់ស្ដែងលោកគិតថាខ្ញុំកំពុងស្រមើស្រមៃមែនទេខ្ញុំគិតថានេះជាពាក្យដែលឆ្ងាញ់បំផុតដែលអ្នកនិយាយយប់នេះហាហាបើបានមែនខ្ញុំនឹងឲ្យបងប្អូនជីដូនមួយមកញ៉ាំមុនគេឲ្យគាត់ដឹងថាមនុស្សដែលរស់នៅដោយស្មោះត្រង់ទើបអាចញ៉ាំរបស់ដែលឆ្ងាញ់បំផុតបានព្រឹកព្រលឹមមើលអីហ្នឹងឯកសារជ្រើសរើសទីតាំងហាងយប់មិញអ្នកថាចង់បើកអីចឹងបើកទៅអ្នកមើលសិនទៅថាទីតាំងណាដែលត្រូវចាំសិនតើយើងមិនត្រូវសិក្សាទីផ្សារមុនទេបើខាត់ធ្វើម៉េចដើមទុនខ្ញុំជាអ្នកចេញបើខាត់គឺខ្ញុំវិនិយោគបរាជ័យបើចំណេញគឺជារបស់អ្នកគ្រាន់តែសម្រេចចិត្តថាចង់ធ្វើវាអត់ទើបតែនិយាយយប់មិញនេះសោះថ្ងៃនេះមានទីតាំងរួចរាល់ហើយគាត់ធ្វើការទាំងយប់មែនទេកន្លែងនេះមិនមែនថ្លៃជាងគេទេតែមានបរិយាកាសកក់ក្ដៅបំផុតភោជនីយដ្ឋានខ្ញុំមិនមែនបើកសម្រាប់តែអ្នកមានទេខ្ញុំចង់ឲ្យអ្នកធម្មតាចូលមកញ៉ាំអាហារដោយក្ដីរីករាយរឿងជួលតូបនៅតំបន់ចាស់នោះខ្ញុំនឹងចរចាឲ្យមុនគេថ្ងៃនេះនឹងផ្ដល់ចម្លើយឲ្យអ្នកមិនខ្លាចខ្ញុំធ្វើខូចការទេឃើញអ្នកមានចិត្តស្រឡាញ់ការញ៉ាំខ្លាំងម្ល៉េះបើភោជនីយដ្ឋានមានអ្វីត្រូវខ្លាចអ្នកពិតជាល្អខ្លាំងណាស់ខំប្រឹងឡើងខ្ញុំរងចាំទៅញ៉ាំបាយនៅនឹងគាត់ថាទៅញ៉ាំបាយនិយាយដូចជាខ្លួនឯងមិនមែនជាអ្នកចេញលុយអញ្ចឹងមនុស្សម្នាក់នេះតែងតែដឹងពីរបៀបធ្វើឲ្យខ្ញុំមិនមានអារម្មណ៍ថាជំពាក់គុណគាត់រំងាស់បន្តិចទៀតទៅរៀបចំបែបនេះបានហើយអ្នកនាងនេះជាមុខម្ហូបពិសេសរបស់ខ្ញុំធ្វើវា20ឆ្នាំមកហើយលោកចាន់សាច់វាទន់ល្អតែខ្លាញ់វាត្រូវបានកាត់ចេញច្រើនពេកហើយឥឡូវអ្នកណាក៏ខ្លាចខ្លាញ់ដែរខ្ញុំកែសម្រួលវាឲ្យរសជាតិស្រាលស្រទន់ជាងមុនភោជនីយដ្ឋានយើងឈ្មោះថាភាពពេញលេញមិនមែនឈ្មោះថាសម្រក់ទម្ងន់ទេអ្នកដែលចង់ញ៉ាំសាច់ជ្រូកគឺគេចង់បានរសជាតិខ្លាំងដែលលីឡំជាមួយសាច់នោះឯងវាជារសជាតិដែលគេថែរក្សារាប់រយឆ្នាំមកហើយវាជាអ្វីដែលជីដូនជីប្រើដើម្បីផ្ដល់រង្វាន់ដល់ខ្លួនឯងអត្ថន័យនៃការមានវត្តគឺធ្វើឲ្យគេញ៉ាំដោយមិនមានអារម្មណ៍ថាខុសបើទោះបីជាក្នុងផ្ទះបាយយើងចាប់ផ្ដើមមានអារម្មណ៍យើងខុសពីភោជនីយដ្ឋានដទៃត្រង់ណាយកហើយខ្ញុំនឹងធ្វើវាឡើងវិញទើបត្រូវមុនបើខាងខ្ញុំស្មានថាខ្លួនឯងនឹងរឹងមាំតែពេលអង្គុយនៅទីនេះពិតប្រាកដក្នុងចិត្តទាំងរំភើបទាំងភ័យនៅពេលនេះថ្ងៃស្អែកតើនឹងមានអ្នកណាមកអង្គុយលើកៅអីទាំងនេះតើពួកគេនឹងចូលចិត្តទីនេះទេថ្ងៃនេះជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាម្ចាស់ហាងពិតប្រាកដគាត់តបភ្លាមថាអ្នកគឺជាម្ចាស់ហាងស្រាប់ទៅហើយមនុស្សម្នាក់នេះនិយាយអ្វីក៏ខ្លីដូចគេបោះត្រាអញ្ចឹងដល់ថ្ងៃបើកដំណើរការទីនេះប្រកាសជាពេញណែនហើយប្រកាសជាពេញហើយគ្រឿងផ្សំសាច់3ជាន់ទឹកស៊ីអ៊ីវគ្រប់យ៉ាងពិនិត្យលើកទី8ហើយណាស្អែកបើកខាងហើយពេលនេះគួរតែទៅសម្រាប់ទៅតែខ្ញុំគេងមិនលក់ទេបើទូរស័ព្ទទៅប្រាប់គាត់ថាខ្ញុំភ័យគាត់នឹងគិតយ៉ាងណាភ្លេចវាទៅបុគ្គលិកទៅអស់ហើយទើបតែទៅសោះមិនក៏បងមកទីនេះមកតាមផ្លូវម៉ោង1រំលងអាធ្រាត្រមកតាមផ្លូវនឹងហេខ្ញុំជឿថាបងមកតាមផ្លូវចុះតែម្ហូបគ្រប់មុខដែលអូនធ្វើបងសុទ្ធតែធ្លាប់ញ៉ាំទាំងអស់ស្តង់ដាររបស់អូនខ្ពស់ជាងភោជនីយដ្ឋានណាទាំងអស់ចុះបើស្អែកអត់មានភ្ញៀវមកវិញបើអត់មានបងនឹងមកញ៉ាំ3ពេលរាល់ជួយបង្កើនចំណូលឲ្យហាងអូននិយាយអ្វីឈួតបងម្នាក់ឯងអាចជួយអ្វីបានច្រើនទៅបុគ្គលិកក្រុមហ៊ុនបងក៏អាចមកញ៉ាំនៅទីនេះបានដែរបងមិនខ្លាចពួកគេវ៉ាទេហេមានម្ចាស់ហាងផ្ទាល់មកមើលការខុសត្រូវពួកគេចង់បានណាស់មែនហើយបងមានកាដូពិសេសសម្រាប់ថ្ងៃបើកហាងអូនស្អែកអូននឹងដឹងហើយប្រាប់ឥឡូវនេះមកមិនថាស្អែកទៅជាយ៉ាងណាទេអរគុណបងដែលនៅក្បែរអូនរហូតមក
មនុស្សច្រើនណាស់ពួកគេមកមែនម្ចាស់ហាងជិតម៉ោង10ហើយបើកទ្វារទៅនេះជារសជាតិដែលម៉ាក់ខ្ញុំច្រើនឆ្នាំហើយដែលមិនបានញ៉ាំគាត់យំហើយព្រោះតែសាច់ជ្រូកមួយចាននេះហើយជាមូលហេតុដែលខ្ញុំបើកហាងនេះជូនពរហាងថ្មីរបស់លោកស្រីគោឲ្យជួបតែសំណាងល្អសូមឲ្យមានក្តីសុខជានិច្ចនេះឬកាដូដែលបងនិយាយបងនេះពិតជាល្ងងមែនម្ចាស់ហាងតូលេខ3កំពុងឡាយផ្ទាល់ថាម្ហូបយើងមានបញ្ហាអ្នកទាំងអស់គ្នាមើលប្រេងនេះចុះរអិលខ្លាំងណាស់នេះមិនមែនបោកប្រាស់យកលុយទេហេអូម្ចាស់ហាងមកដល់ហើយហាងដែលបើកដោយអ្នកលេងបណ្ដាញសង្គមម្នាក់ចេះដឹងអ្វីពីរឿងសុខភាពមើលរូបរាងគាត់ទៅក៏ដឹងដែរថាគាត់ជាការផ្សាយអ្នកទាំងអស់គ្នាយល់ពីអ្វីដែលខ្ញុំខាងថ្ងៃដំបូងមានគេមកបង្កចំនួនដល់ទីនេះល្អណាស់មកបានល្អណាស់លោកអ្នកជាអ្នកលេងបណ្ដាញលោកចាប់អារម្មណ៍ចង់ញ៉ាំសាច់នេះឲ្យអស់សិនទេចាំវាតម្លៃថាវាប៉ះពាល់សុខភាពឬអត់អ្នកទាំងអស់គ្នាឃើញទេខ្លាញ់ទាំងនេះញ៉ាំមួយម៉ាត់កាត់អាយុ10ឆ្នាំនេះគេហៅថាគុណភាពសុទ្ធមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងបានញ៉ាំរបស់ល្អបែបនេះទេហាងដែលបើកដោយមនុស្សធាត់ដូចអ្នកកំពុងផ្សព្វផ្សាយការញ៉ាំអាហារមិនល្អដល់សង្គមអ្នកមានមុនសិកាដែរឬទេខ្ញុំរកស៊ីដោយកម្លាំងញើសឈាមរបស់ខ្ញុំសុទ្ធល្អទាំងអស់ខ្ញុំធាត់តើវាប៉ះពាល់អ្វីដល់អ្នកមកដល់ហើយគេមកចំពេតែម្ដងគេរៀបចំគម្រោងទុកមុនទាំងអស់គូប្រជែងបានបង់ប្រាក់ចំនួន 50,000 យ៉នដល់លោកឆៃលីជាថ្លៃផ្សព្វបញ្ជាឲ្យបង្ខូចកេរ្តិ៍ឈ្មោះយ៉ាងលម្អិតពេលវេលានិងចំនួនទឹកប្រាក់ខ្លឹមសារសន្ទនាគឺច្បាស់ទាំងអស់ផ្នែកច្បាប់បានប្រមូលភស្តុតាងគ្រប់គ្រាន់ហើយបើខាងថ្ងៃដំបូងក៏មានគេមកបង្កចំនួនចុងក្រោយត្រូវចាប់បានភ្លាមតើអ្នកដឹងមុនមែនទេថាមានគេមកបង្កបញ្ហាដឹងទើបអាចរៀបចំផែនការទុកមុនបានពិតមែនហើយគេដឹងរឿងនេះតាំងពីដើមដល់ចប់ឲ្យព្រះឲ្យវ៉ាន់ស៊ីងអ្នករកលុយបានច្រើនណាស់ខែនេះចំណេញសុទ្ធច្រើនជាងពេលអ្នកធ្វើជាអ្នកលេងបណ្ដាញសង្គមដល់ទៅ3 ដងពិតមែនឬអ្នកគិតលេខខុសហើយមែនទេមើលដោយខ្លួនឯងទៅសុទ្ធតែជាការសរសើរពីអតិថិជនឥឡូវគេនិយមថាមនុស្សថត់បន្តិចគឺស្អាតបំផុតដោយដែលអ្នកស្រីគូរកបានទុកទិញនំញ៉ាំទៅ